ទិញថ្មីចង់ប៊ូលីតម្លៃថាថ្លៃពិតជាមិនដឹងរបស់ល្អមែនខ្ញុំគិតថាចង់ទៅប្រាប់បងច័ន្ទឲ្យគាត់ទិញដីមួយប្លង់ដែរហើយអ្វីដែលសំខាន់ដីជាប់ផ្លូវថែមទាំងថោកបែបនេះទៀតខ្ញុំថាបងថ្លៃច្បាស់ជាទិញយកមិនខានទេបងដូចជាមិនចាប់អារម្មណ៍អីទេពួកបងនេះណាមិនចាប់អារម្មណ៍ទេតាមពិតទៅខ្ញុំចាប់អារម្មណ៍ចង់បានដែរតើប៉ុន្តែខ្ញុំមិនចង់ឲ្យពួកវាដឹងចិត្តដីធំយ៉ាងនេះរឿងអីថាមិនចង់បាននោះតែកុំឲ្យវាដឹងថាយើងចង់បានបងទិញមួយដែរទៅបើជាបងវិញមិនទិញទេព្រោះគិតថាម៉ូតូចាស់ក៏ដោយថ្មីក៏ដោយឲ្យតែជិះបានទៅមុខគឺវាល្អហើយម៉ូតូគេនឹងស្អាតមែនតាខ្ញុំនេះពេញចិត្តដែរនឹងណាពួកយើងចាំទិញម៉ូតូថ្មីតែកុំយកអាម៉ូតូម៉ូតដូចគេទៅវាយ៉ាងមិនដែរគំនិតល្អដែរតើតាប៉ែហើយទើបតែទិញម៉ូតូថ្មីមែននឹងចាស់យាយទើបតែទិញម៉ូតូថ្មីស្អាតទេយាយមិនជាថ្លៃអីប្រហែលទេយាយត្រឹមជាង2000ប៉ុណ្ណឹងទេរឿងសំដីក្បត់ចិត្តណែតាប៉ែឯងមានដឹងរឿងនោះឬអត់រឿងនោះនឹងរឿងអីទៅយេប៉ែហើយមកសួរអត់ប្រធានបទអញ្ចឹងឲ្យខ្ញុំឆ្លើយថាម៉េចគឺរឿងនាងសួនវាទិញដីហ្នឹងណាធំណាស់តាប៉ែអើយមើលទៅប្រហែលជាថ្លៃហើយព្រោះដីនោះវាជាប់ផ្លូវធំទៀតមែនទេយេប៉ែហើយបើថ្លៃវាមានលុយអាណាទៅទិញទៅខ្ញុំធ្វើមិនដឹងបើពេលគេរកបានគេមិនប្រាប់ខ្ញុំផងហ្នឹងសង្ស័យតែទិញហ្នឹងឲ្យជំពាក់គេផងក៏មិនដឹងហើយមិនបាច់ចង់ដឹងស្អីទេគេធ្វើស្អីក៏ធ្វើទៅវាមិនចង់ទៅចេះដឹងរឿងគេនោះទេប៉ុន្តែគ្រាន់តែថាដីនោះណាវាធំដែរមើលទៅយេប៉ែឯងដូចជាចង់បានដីនឹងដែរហើយមើលទៅចិត្តណាវាចង់បានតិចដែរនឹងណាតែខ្ជិលគិតបានក៏បានបើមិនបានទេក៏អត់ទៅបានហើយខ្ញុំទៅផ្សារហើយខ្ជិលនិយាយជាមួយតាប៉ែឯងច្រើនណាស់អើយទៅចុះម៉ែវាណែតាប៉ែពួកយើងទិញដីជាប់ផ្លូវបានថោកដល់ហើយដីដែលនៅជាប់នឹងដីដែលយើងទិញនោះគេលក់តម្លៃដូចយើងដែរខ្ញុំគិតថាចង់ទៅប្រាប់បងច័ន្ទឲ្យគាត់ទិញដីមួយប្លង់ដែរព្រោះយ៉ាងណាក៏មានដីបងប្អូនយើងនៅជាប់គ្នាមែនតាយេប៉ែបើបានដីគាត់ជាប់នឹងដីយើងណាថ្ងៃក្រោយទៅពួកយើងមិនសូវបារម្ភខ្លាចអ្នកដទៃមករញ៉េរញ៉ៃដីយើងទេហើយអ្វីដែលសំខាន់ដីជាប់ផ្លូវថែមទាំងថោកបែបនេះទៀតខ្ញុំថាបងថ្លៃច្បាស់ជាទិញយកមិនខានទេមែនតាបើអញ្ចឹងពួកយើងទៅផ្ទះគាត់ទៅក្រែងលោកគាត់ចង់បានដែរមែនទេយេប៉ែទៅឥឡូវនេះតែម្ដងទៅតោះតាប៉ែអើយបងច័ន្ទបងម៉ៅធ្វើអីហ្នឹងបងអូសួនទេអីចូលសិនមកអង្គុយលេងសិនមកមកច័ន្ទមកនាងចូលហូបទឹកសិនមកហូបទឹកសិនទៅហើយថ្ងៃនេះមករកបងមានការអីដែរគឺបែបនេះទេខ្ញុំនឹងប្តីខ្ញុំទើបតែទិញដីរួចហើយដីនោះនៅជាប់ផ្លូវតែតម្លៃថោកទេអញ្ចឹងហើយបានជាខ្ញុំមកនេះចង់បបួលបងទៅទិញដីដែលនៅជាប់គ្នានោះដែរព្រោះយ៉ាងណាបានព្រមប្រទល់ជាប់គ្នាបងប្អូនយើងក៏ល្អតែបងទាំងពីរគិតយ៉ាងម៉េចដែរអើយសួនអើយបងដូចជាមិនចាប់អារម្មណ៍អីទេព្រោះបងមានតែ2នាក់គ្មានកូនចៅអីផងមិនដឹងจะទិញយកទៅធ្វើស្អីផងហ្នឹងទុកលុយនឹងណាសម្រាប់ពេលចាស់ទៅវាល្អជាងមែនហើយពួកយើងមិនចង់ចាយលុយខ្ជះខ្ជាយទេពួកឯងមានលុយសម្រាប់ទិញដីក៏ទិញទៅពួកបងនេះណាមិនចាប់អារម្មណ៍ទេបើពួកបងមិនទិញក៏មិនអីដែរពួកខ្ញុំនឹកថាដីនោះគេលក់តម្លៃថោកទើបចង់ឲ្យពួកបងបានមួយប្លង់ដែរត្បិតតែពួកយើងគ្មានកូនដូចគ្នាប៉ុន្តែដីនោះបងទិញហើយទុកលក់វិញក៏បានចំណេញដែរណាបងអត់ទេណាងអើយបងមិនចាប់អារម្មណ៍ទេថែរក្សាតែផ្ទះនឹងដីកំពុងទៅរស់នៅនេះឲ្យតែវាបានសុខទៅវាបានហើយមិនចង់បានដីធំដុំស្អីទៀតទេចាបើអញ្ចឹងបងមិនចង់បានក៏មិនអីដែរអញ្ចឹងពួកខ្ញុំត្រឡប់ទៅវិញសិនហើយបងទៅចោះអញ្ចឹងខ្ញុំទៅវិញសិនហើយណាបងណែម៉ែវាតាមពិតទៅខ្ញុំចាប់អារម្មណ៍ចង់បានដែរតើប៉ុន្តែខ្ញុំមិនចង់ឲ្យពួកវាដឹងចិត្តអីដីធំយ៉ាងនេះរឿងអីថាមិនចង់បាននោះតែកុំឲ្យវាដឹងថាយើងចង់បានក៏ប្រកែកទៅយើងជាបងមិនបាច់ទៅស្ដាប់តាមវាស្អីពេកទេណែបើថាចង់ទិញក៏ទិញកន្លែងផ្សេងដែរមិនមែននៅជាប់ដីរបស់វានោះទេមែនហើយម៉ែវាខ្ញុំដូចជាចង់បានម៉ូតូមួយគ្រឿងដល់ហើយព្រោះម៉ូតូរបស់ពួកយើងរាល់ថ្ងៃនេះវាចាស់ដែរហើយហើយតែប៉ែឯងស្រឡាញ់ម៉ូតអីគឺចង់បានអាទើបតែចេញថ្មីហ្នឹងណាខ្ញុំឃើញគេប្រកាសលក់ស្អាតណាស់ម៉ែវាអើយ
ទិញក៏ទិញទៅឪវាព្រោះម៉ូតូរបស់យើងវាចាស់ណាស់ដែរហើយបើមានម៉ូតថ្មីក៏ល្អម្យ៉ាងដែរ បើអញ្ចឹងខ្ញុំគិតថាទៅទិញល្ងាចនេះតែម្ដងតែយ៉ាងម៉េចដែរ បានតា អើយដូចជាហត់ដល់ហើយអាម៉ូតូនឹងវាក៏ខូចទៅទៀតចិត្តខឹងចង់តែទិញម៉ូតូថ្មីទេតែវាទាស់ទ្រាំងតែអត់លុយនឹងតើបងច័ន្ទទៅណានឹងបងអូសួនទេអីគឺបងទើបមកពីផ្សារនឹងណាហើយពួកឯងទៅណាមកណាដែរនឹង អូគឺខ្ញុំចង់មកលេងបងហ្នឹងណាមកបងឡើងជិះម៉ូតូខ្ញុំមកបងខ្ញុំដប់បងទៅ មិនអីទេណាងអើយបងដើរតែមួយផ្លែតទៅដល់ផ្ទះហើយ មិនអីទេបងផ្ទះបងនៅឆ្ងាយដែរតាតម្រាំតែដើរដល់ចុកជើងណាបងឡើងមក មិនឲ្យបងឡើងម៉ូតូមកបងបើអញ្ចឹងកុំឲ្យដាច់សទ្ធាជិះក៏ជិះទៅចោះតាមពិតទៅថាមិនចង់ជិះទេព្រោះចង់ដើរហាត់ប្រាណតែបំណាច់តែប្អូនប្របួលទៅហើយបើមិនជិះវាមិនសម បាទបងហើយនៅបង រួចហើយ បើអញ្ចឹងខ្ញុំទៅហើយណាបងហើយយពេកខ្ញុំមកជិះម៉ូតូជាមួយនរណាមកផ្ទះនឹង បងម៉ៅធ្វើអីនឹងបង អូសួនតើបងកំពុងតែសំលៀងកំបិតមកចូលមកលេងសិនមកសួននាង ចូលសិនមក ហើយនេះនាងឯងទើបតែទិញម៉ូតូថ្មីមែនទេនឹងបាទមែនហើយបងខ្ញុំទើបតែទិញម៉ូតូថ្មីយ៉ាងម៉េចដែរបងស្អាតទេមានអីស្អាតដែរតើ បងទិញមួយដែរទៅម៉ូតូខ្ញុំនេះខ្ញុំនឹងប្តីខ្ញុំទិញទុកគ្រាន់ពេលទៅណាមកណាឆ្ងាយឆ្ងាយនោះអីវាជិះបានលឿនម្យ៉ាងទៀតម៉ូតូខ្ញុំនោះវាក៏ចាស់ណាស់ទៅហើយដែរនេះសួនឯងនឹងណាងទេបើជាបងវិញមិនទិញទេព្រោះគិតថាម៉ូតូចាស់ក៏ដោយថ្មីក៏ដោយឲ្យតែជិះបានទៅមុខគឺវាល្អហើយមែនទេតាប៉ែ មែនហើយម៉ែវាម៉ូតូមានហើយខ្ជិលទិញនាំទៅអស់លុយច្រើនធ្វើអី តែវាក៏ជួយយើងបានច្រើនដែរតើបងម្យ៉ាងម៉ូតូបងក៏អសាខូចដែរបើបងចង់បានចាំខ្ញុំណែនាំកន្លែងម៉ូតូឲ្យបង អូបងអរគុណហើយសួនអើយតែបងពិតជាមិនចង់បានមែនធម្មតាម៉ូតូតែប្រើវាតែងតែចាស់វាតែងតែខូចអញ្ចឹងហើយខូចតិចតួចជួសជុលវាប្រើទៅតែទិញជួតាមគេតាមឯងស្អីបងមិនទិញទេ បើអញ្ចឹងមិនអីទេបងបើបងមិនចង់ទិញក៏មិនអីដែរតាមចិត្តបងចុះមែនហើយខ្ញុំគិតថាត្រឡប់ទៅវិញសិនហើយបងថ្ងៃក្រោយចាំមកលេងបងទៀត ទៅចុះខ្ញុំទៅហើយណាបងទាំងពីរ ទៅចុះជិះម៉ូតូស្រួលបួលផងណាម៉ូតូទើបតែទិញផងចាបង ណែយីប៉ែហើយម៉ូតូគេនឹងស្អាតមែនតាខ្ញុំនេះពេញចិត្តដែរនឹងណា មែនតើពួកយើងណាបើសិនជាមានម៉ូតូថ្មីមួយក៏ល្អដែរម៉ូតូរបស់យើងរាល់ថ្ងៃនេះណាងាកខូចចង់ទៅណាក៏មិនហ៊ានទៅស្រួលមិនស្រួលណាអាលុតតាមផ្លូវបាត់ ណែនិយាយតាមត្រង់ចុះមិញនេះខ្ញុំវិសតែនឹងទិញហើយតើប៉ុន្តែខ្ជិលនិយាយព្រោះកុំអោយអាប្អូនវាមើលងាយថាយើងនេះឃើញរបស់ទំនើបវាមិនបាន ព្រោះតែបែបនេះហើយទើបបានជាមិនចង់ទិញនឹងណាតែអាម៉ូតូនឹងវាស្អាតមែនតើតាប៉ែ មិនអីទេម៉ែវាពួកយើងចាំទិញម៉ូតូថ្មីតែកុំយកអាម៉ូតូម៉ូតដូចគេទៅវាយ៉ាងមិនដែរ កំណត់ល្អដែរតើតាប៉ែពួកយើងទៅទិញស្អែកនេះតែម្ដងទៅ បានតើយីប៉ែយាយទៅណានឹងយាយ ម៉ៅនឹងច័ន្ទទេអីយាយដើរទៅវត្តនឹងណាហើយទើបតែទិញម៉ូតូថ្មីមែននឹងចាស់យាយទើបតែទិញម៉ូតូថ្មីស្អាតទេយាយស្អាតតើមើលទៅដូចជាថ្លៃណាស់ហើយមែនទេមិនជាថ្លៃអីប្រហែលទេយាយត្រឹមជាង 2000 ប៉ុណ្ណឹងទេជាង 2000 ហើយនៅមិនថ្លៃទៀតយាយឃើញនាងសួននឹងប្តីវាទើបតែទិញម៉ូតូថ្មីដែរសួរវាទៅវាឆ្លើយថាតម្លៃជិត 2000 ប៉ុណ្ណោះម៉ូតូវាខុសគ្នាយាយមកចង់ប្រៀបធៀបមិនកើតទៅ មែនហើយម៉ូតូប្អូនថ្លៃខ្ញុំក៏ខ្ញុំឃើញដែរម៉ូតូមិនស្អាតស្អីផងខ្ញុំពេញចិត្តម៉ូតនេះណាយាយ តាមចំណូលចិត្តទេយាយទៅវត្តសិនហើយខ្លាចហួសចង្ហាន់លោកចាស់យាយមើលយាយចុះចេះមកប្រៀបធៀបអីអញ្ចឹងតកើតដែរម៉ូតូម៉ូតវាខុសគ្នាមកចង់ប្រៀបធៀបរូបរាងតោះតប៉ែទៅផ្ទះតោះយីប៉ែម៉ូតូទៅទិញថ្មីចង់ប៊ូលីតម្លៃថាថ្លៃពិតជាមិនដឹងរបស់ល្អមែន ណែតប៉ែខ្ញុំឮគេថាបងច័ន្ទនិងបងម៉ៅទើបតែទិញម៉ូតូថ្មីតប៉ែឯងមានដឹងដែរអត់ពិតមែនណាយីប៉ែហើយចុះពេលដែលយើងប្រមូលគាត់ទិញម៉ូតូនោះមិនក៏គាត់ថាមិនចង់បានម៉ូតូថ្មីហើយចុះឥឡូវមិនក៏ទិញម៉ូតូអញ្ចឹង ខ្ញុំក៏មិនដឹងដែរមិនដឹងថាយ៉ាងម៉េចបានជាគាត់ទៅទិញម៉ូតូហើយឮថាម៉ូតូហ្នឹងតម្លៃជាង $2000 ឯណោះ ថ្លៃម្ល៉េះ
គាត់ទិញម៉ូតូអីមិនក៏ថ្លៃម្ល៉េះ មិនដឹងដែរនឹងណាពួកយើងទៅសួរគាត់បន្តិចទៅអី ខ្ញុំថាមិនបាច់ទេកុំឲ្យគាត់រអៀសចិត្តជាមួយពួកយើង តែប៉ែថ្ងៃនេះចង់ហូបម្ហូបអីខ្ញុំដូចជារកនឹកមិនឃើញសោះហើយ អារឿងម្ហូបនឹងដូចជាចង់ប្លែកមាត់ម្ដងណាយីប៉ែ ហើយអាផ្លែកមាត់នឹងស្អីគេ បង្កងហើយយ៉ាងម៉េចដែរ ស្អីគេរកសុទ្ធតែបង្កងមានលុយអាណាទិញ អីចង់មានទៅស្អីតែមកពេលតើ មួយពេលនេះបើទិញអីផ្សេងវិញណាគឺបានមួយអាទិត្យឯណោះ ណែហើយចុះយីប៉ែឯងចង់ហូបបង្កងដែរឬអត់ ចង់ណាវាចេះតែចង់ហើយតែអាម្ហូបនឹងវាថ្លៃណាស់ខ្ញុំមិនទិញទេ បើអញ្ចឹងអត់ក៏អត់ទៅមកយីប៉ែខ្ញុំជូនយីប៉ែឯងទៅផ្សារ ចាតោះតប៉ែអេបងច័ន្ទតាបងមកផ្សារដែរមែនបងមកផ្សារតាចៃដន្យណាស់មកជួបគ្នានៅផ្សារ បងច័ន្ទបងម៉ៅនេះបងទើបតែងទិញម៉ូតូថ្មីមែនទេបង អូទើបតែទិញម្សិលមិញនេះឯងយ៉ាងម៉េចស្អាតទេ មានអីបងស្អាតតើ ចុះកាលថ្ងៃមុនខ្ញុំបបួលបងទៅទិញម៉ូតូបងថាមិនចង់ទិញតែមិនក៏ពេលនេះបងទៅទិញអញ្ចឹង មកពីចិត្តមនុស្សវាប្រែប្រួលនឹងណាសួនកុំតែឆ្ងល់ ហើយម៉ូតូនឹងបងទិញថ្លៃប្រហែលដែរ ម៉ូតូនេះទិញជាង$2,000ទិញថ្លៃម្លេះបងម៉ូតូនេះតម្លៃត្រឹមតែ$1,000ស្ដើងតាមិនក៏បងទិញដល់តែជាង2,000បងទិញឲ្យគេកោហើយនេះណែបើមិនដឹងកុំចេះតែថាណាម៉ូតូនេះទើបតែចេញថ្មីម៉ូដរូបរាងសមតម្លៃហើយវាមិនថ្លៃទេណែបងបងមើលទៅនេះម៉ូដម៉ូតូរបស់បងតម្លៃតែ$1,200ស្ដើងតា មែនតាប៉ែពួកយើងទិញឲ្យគេកោមែនហ្នឹង ជាង$1,000មែនតាយីប៉ែពេលខ្ញុំទៅបបួលបងទិញម៉ូតូណាបងថាមិនចង់បានថ្មីទេតែបែរជាទៅលួចទិញស្ងាត់មិនប្រាប់មួយម៉ាត់សោះហើយថែមទាំងទិញឲ្យគេកោទៀត គឺមកពីម៉ូតូឯងបងមិនស្រឡាញ់អញ្ចឹងហើយបានជាទិញម៉ូតូម៉ូដនេះទៅតែឥឡូវនេះទិញរួចទៅហើយលុយក៏ឲ្យគេហើយដែរមិនបាច់ទៅខ្វល់អីច្រើនទេបងចូលផ្សារហើយពួកឯងចង់ធ្វើម្ហូបអីដែរហ្នឹងថ្ងៃនេះខ្ញុំចង់ស្ងោរជ្រក់បង្កងនឹងណាបងហើយបងចង់ធ្វើម្ហូបអីដែរបងមិនចង់ហូបបង្កងស្អីទេបងធ្វើម្ហូបធម្មតាបង្កងអីហ្នឹងណាបងមិនសូវចូលចិត្តហូបទៅខ្លាចអាឡែកស៊ីខ្លាចលើសចិត្តអាស៊ីតបើអញ្ចឹងតើបងពួកយើងចូលផ្សារទៅតប៉ែខ្ញុំគិតថាបង្កងនេះចង់យកទៅធ្វើនៅផ្ទះបងច័ន្ទតប៉ែឯងគិតយ៉ាងម៉េចដែរ ហើយចុះយីប៉ែឯងមកលឺទេថាគាត់មិនចង់ហូបបង្កងទេព្រោះខ្លាចលើសជាតិអាស៊ីត គាត់និយាយបែបនេះគឺបានន័យថាគាត់ក៏ចង់ហូបដែរតែគាត់ចង់យកឈ្នះយើងនឹងណាតាំងពីក្មេងមកខ្ញុំដឹងចិត្តគាត់ច្បាស់ណាស់សម្ដីក្បត់ចិត្តតែរហូតនឹងរបស់ណាដែលនិយាយថាមិនចង់បានគឺរបស់នោះហើយដែលគាត់ចង់បានរបស់ណាដែលគាត់ថាមិនចង់ហូបរបស់នោះហើយដែលគាត់ចង់ហូប ហើយគាត់ចាំបាច់ធ្វើបែបនេះធ្វើអីណោះ គាត់គឺបែបនេះហើយតោះប្រញាប់ទៅតិចលោកគាត់ហូបបាយរួចមិនបានជុំគ្នាទេ ទៅក៏ទៅយីប៉ែឯងยังមានឃើញបង្កងដែលប្អូនថ្លៃគេទិញដែរទេធំល្អណាស់ហើយបង្កងនោះណាបើយកមកអាំងឬក៏ស្ងោរជ្រក់មិនដឹងថាអែមប៉ុណ្ណាទេយីប៉ែអើយ ខ្ញុំក៏ឃើញទំនងដែរតែពួកយើងគ្មានលុយទៅបានជាប្រាប់ថាមិនចង់ហូបព្រោះខ្លាចឡើងជាតិអាស៊ីតតែតាមពិតទៅខ្ញុំនេះណាក៏ស្រក់ទឹកមាត់ដែរ ហើយនេះយីប៉ែឯងធ្វើម្ហូបអីនឹង ម្ហូបសម្លម្ជូរតកួនបងមកអមស្រែយើងនឹង មកជូរតកូនទៀតហើយយីប៉ែឯងនេះមិនចេះធ្វើម្ហូបអីផ្សេងទេមែនទេ ចេះតើតែមិនចង់ឥឡូវនេះហូបឬមិនហូប ហូបតើបើមិនហូបទេមានតែអត់ហើយ បងហូបបាយនៅនឹងសួននៅទេបងកំពុងតែរៀបចំធ្វើម្ហូបហើយមិនក៏មកផ្ទះបងមានការអីមែន គឺបែបនេះណាបងប្រពន្ធខ្ញុំថាចង់យកបង្កងទាំងនេះមកធ្វើអីហូបនៅផ្ទះរបស់បងទើបបានជាពួកខ្ញុំមកទៅ តែបងប្រាប់ហើយថាបងនេះមិនចង់ហូបបង្កងទេ មែនហើយពួកឯងយកទៅវិញទៅ ជ្រុលជាយកមកទៅហើយបើយកទៅវិញមិនកើតទេបងខ្ញុំគិតថាពួកយើងធ្វើម្ហូបជុំគ្នាម្ដងទៅបង្កងនេះបើសិនជាពួកយើងអាំងបុកទឹកត្រីកោះកុងថែមទាំងមានអាត្រជាក់ទៀតមិនដឹងជាឆ្ងាញ់យ៉ាងម៉េចទេតប៉ែអើយ មែនហើយតែមិនដឹងធ្វើម៉េចទេបើបងថ្លៃថាមិនចង់ហូបទៅហើយនឹងណែពួកយើងក៏បង្ខំពួកគាត់អីពួកយើងយកទៅហូបនៅផ្ទះវិញទៅក៏បានដែរណោះ អញ្ចឹងក៏បានបើបងមិនហូបទៅហើយអញ្ចឹងខ្ញុំយកទៅវិញសិនហើយណាមិនចង់រំខានបងទេ អញ្ចឹងខ្ញុំទៅហើយណាបងណែឈប់សិនហើយបើពួកឯងជ្រុលជាយកមកទៅហើយនោះធ្វើហូបនៅទីនេះក៏ហូបទៅណែមិនបាច់យកទៅយកមកនាំទៅហត់ទេ
មែនហើយបងប្អូនចង់មកហូបបាយជុំបងទៅហើយបើបងមិនទទួលវិញកើតទៅណាហើយរឿងលើសអាស៊ីតអីណាទុកបាដុំសិនចុះហូបហើយបើធ្វើទុកណាចាំលាបថ្នាំតាមក្រោយក៏បានដែរ មែនហើយ បងហូបឲ្យច្រើនទៅនេះរបស់បងច័ន្ទនេះរបស់បងម៉ៅឆ្ងាញ់ទេបងអើយឆ្ងាញ់ណាស់បងកងនេះស្រស់របស់គេមែនណា មែនហើយឆ្ងាញ់ណាស់នេះចង់ហូបយូរហើយតែមិនដែលបានហូបសោះហើយ ចង់ហូបមិនក៏មិនទិញហូបទៅបងពេលសួរប្រកែករហូតតែម្ដងអើយពួកបងនេះខ្ញុំដឹងណាថាពួកបងទាំងពីរសុទ្ធតែសម្ដីក្បត់ចិត្តទាំងពីរអ្នកហ្នឹងអើយអត់ទេបងឯណាសម្ដីក្បត់ចិត្តនោះឯងកុំចេះតែនិយាយ មែនហើយពួកយើងនិយាយបែបណាគឺបែបនោះហើយ បើអញ្ចឹងបងនិយាយប្រាប់ខ្ញុំទៅមើលដីដែលខ្ញុំបបួលបងទិញនោះបងនៅចង់បានទេដីនោះណែខ្ញុំដឹងហើយគឺបងនៅចង់បានតែបងមិននិយាយម៉ូតូដំបងបងថាមិនចង់ទិញទេតែឥឡូវស្រាប់តែទិញវិញបងកងនេះបងថាមិនចង់ហូបទេតែមិញនេះប្រាប់ថាចង់ហូបយូរហើយតែមិនដែលបានហូបបើមិនសម្ដីក្បត់ចិត្តតែឲ្យហៅថាចាំបាច់វិញទៅអើយបងណែ បងពេលខ្លាំងមនុស្សយើងត្រូវតែធ្វើតាមចិត្តខ្លួនឯងខ្លះទៅកុំគិតថាខ្លាចចាញ់អ្នកនេះចាញ់អ្នកនោះអីហើយក៏ក្បត់នឹងខ្លួនឯងបែបនេះមនុស្សយើងត្រូវចេញរកសុភមង្គលដាក់ខ្លួនមិនមែនព្រោះតែខ្លាចចាញ់គេក៏បដិសេធនៅអ្វីដែលជាតម្រូវការរបស់ខ្លួនឯងនោះទេហើយតាមពិតទៅពួកឯងក៏និយាយត្រូវដែររឿងដីថោកម៉ូតូថ្មីរបស់ហូបអីអស់នេះណាគឺសុទ្ធតែបងចង់បានតែបងមិនចង់បង្ហាញឲ្យអ្នកផ្សេងគេបានដឹងក្រៅពីប្តីប្រពន្ធរបស់បងទើបបានជាបងនិយាយថាមិនចង់បានបែបហ្នឹងទៅ មែនហើយឯងគិតទៅមើលដីតម្លៃធូរថ្លៃសម្ភារៈប្រើប្រាស់ល្អអាហារឆ្ងាញ់អ្នកណាដែលមិនចង់បាននោះគ្រាន់តែបងធ្វើជាមិនចង់បាននឹងណា បងក៏អញ្ចឹងដែរ ពេលបងធ្វើបែបនេះបងមានក្តីសុខផ្លូវចិត្តដែរទេគ្មានទេព្រោះចិត្តណានៅតែចង់បានតែមាត់ឲ្យវាចង់ឈ្នះ អញ្ចឹងពេលនេះបងដឹងថាត្រូវធ្វើបែបណាហើយមែនទេបងអើយបងដឹងហើយសួនចាប់ពីពេលនេះតទៅបងនឹងធ្វើតាមបេះដូងខ្លួនឯងឲ្យតែជារឿងត្រឹមត្រូវបងលែងក្បត់ចិត្តខ្លួនឯងទៀតហើយ បងក៏អញ្ចឹងដែរចាប់ពីពេលនេះទៅសង្ឃឹមថាសម្ដីហើយនឹងចិត្តរបស់បងដើរត្រូវគ្នាទៅចុះប្រកាសជាបែបហ្នឹងហើយ មែនហើយ